បាទព័ត៌មានទី1នេះគឺបើតាមសេចក្តីរាយការណ៍គឺឲ្យដឹងថាជំនួបកម្ពុជារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជាមួយនឹងលោក Vladimir Putin ប្រធានាធិបតីនៃប្រទេសរុស្ស៊ីគឺត្រូវបានផ្អាកសិនហើយនេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Financial Times ហើយអត្ថបទដែលខ្ញុំយកមកចែកនេះគឺអត្ថបទរបស់ Reuters ប៉ុន្តែ Reuters ក៏ថាគាត់មិនអាចផ្ទៀងផ្ទាត់បានទេដោយសារតាក់ទងទៅខាងសេតវិមានក៏មិនទាន់បានឆ្លើយតបដែរមកហើយប៉ុន្តែតើហេតុអ្វីបានជាមានការផ្អាកការជួបប្រជុំកំពូលរបស់មេដឹកនាំទាំងពីរនេះបើតាមសេចក្តីរាយការណ៍របស់ Financial Times គឺបញ្ជាក់ថាការសម្រេចចិត្តនេះគឺកាត់ឡើងក្រោយពីការសន្ទនាគ្នាតាមទូរស័ព្ទរបស់រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកជាមួយនឹងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ីគឺមិនបានបង្ហាញនៅលទ្ធផលល្អនោះទេបាទគឺក្រោយពីខាងទីក្រុងមូស្គូបានផ្ញើលិខិតមួយដែលទាមទារដូចដែលពីមុនអញ្ចឹងឲ្យអ៊ុយក្រែនប្រគល់ដីទៅឲ្យរុស្ស៊ីឲ្យអ៊ុយក្រែនកាត់បន្ថយយោធាឲ្យអ៊ុយក្រែនមិនចូលនៅក្នុងអង្គការអូតង់បាទដើម្បីជាធ្នូនឹងការមកអាចជួបគ្នាដើម្បីចរចាសន្តិភាពក៏ប៉ុន្តែលោកប្រធានាធិបតីTrump លោកបានយល់ព្រមស្របគ្នាជាមួយនឹងលោកប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនដែលថាការជប់ច្បាំងគ្នាគឺត្រូវជប់នៅត្រឹមទីតាំងពេលបច្ចុប្បន្នដែលកងទ័ពទាំងពីរកំពុងឈរជើងហើយងាកមកចរចាគ្នាសិនបាទប៉ុន្តែការសន្ទនារវាងរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរគឺមិនបានដំណើរការល្អដូច្នេះលោក Marco Rubio បាននិយាយប្រាប់លោកប្រធានាធិបតី Donald Trump ថារុស្ស៊ីបើតាមការវិតម្លៃរបស់លោកគឺរុស្ស៊ីហាក់ដូចជាមិនមានចេតនាពិតប្រាកដនៅក្នុងការចរចាដើម្បីបញ្ចប់ចំនួននេះទេបាទតែធ្វើឲ្យមានការហាមឃាត់ដែលធ្វើឲ្យមានការសម្រេចលុបចោលកិច្ចប្រជុំកំពូលនេះតែម្ដងបាទអញ្ចឹងដោយតែអ្វីដែលប្រិមិត្តបានសួរខ្ញុំកន្លងមកថាហេតុអ្វីបានជាលោក Marco Rubio លោកដូចជាបាទមានឥទ្ធិពលខ្លាំងម្ល៉េះបាទអញ្ចឹងគឺលោក Marco Rubio លោកមានឥទ្ធិពលខ្លាំងណាស់ជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់លោកប្រធានាធិបតី Donald Trump បាទពេលដែលលោក Marco មានប្រសាសន៍អីជំរាបទៅលោកប្រធានាធិបតីគឺលោកប្រធានាធិបតីបាទស្ដាប់តាមច្រើនបាទនេះជាព័ត៌មានទី1បាទរីឯព័ត៌មានទី2វិញបាទព័ត៌មានទី2វិញគឺបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ CNN បានរាយការណ៍នោះគឺឲ្យដឹងថាមន្ទីរបញ្ញកោណឬក៏ហៅថាក្រសួងសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅពេលបច្ចុប្បន្ននេះគឺបានសម្រេចបាទបើតាមលោករដ្ឋមន្ត្រីការពារជាតិនោះគឺបានសម្រេចថាឲ្យលក់មីស៊ីលប្រភេទ Tomahawk ដែលអាចបាញ់បានរយៈចម្ងាយឆ្ងាយនឹងទៅអ៊ុយក្រែនហើយបាទក្នុងគ្រាដែលបើសិនជាមិនប៉ះពាល់ទៅដល់ឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិកនោះទេបាទនេះបើតាមការរាយការណ៍របស់ខាងទូរទស្សន៍ CNN ក៏ប៉ុន្តែការសម្រេចចុងក្រោយគឺស្ថិតនៅលើលោកប្រធានាធិបតី Donald Trump ជាអ្នកសម្រេចថាតើត្រូវលក់ឬក៏មិនលក់យ៉ាងណានោះបាទនេះគឺជាការវិវត្តមួយដែលអ៊ុយក្រែនចង់បានជាយូរមកហើយកើតឡើងទន្ទឹមគ្នានឹងមានសេចក្តីរាយការណ៍ថារុស្ស៊ីហើយនិងសហរដ្ឋអាមេរិកគឺផ្អាកកិច្ចប្រជុំកំពូលនេះឯងដោយឡែកការវិវត្តនៅលើសមរភូមិមុខវិញបាទនៅក្នុងប្រទេសអ៊ុយក្រែនដោយដែលខ្ញុំបានជម្រាបកាលពីថ្ងៃម្សិលមិញគឺអ៊ុយក្រែនកំពុងតែខិតខំព្យាយាមការពារទីក្រុងយុទ្ធសាស្ត្របាទប៉ុក្រូវដែលរុស្ស៊ីកំពុងតែរុលទៅមុខយឺតហើយបានទម្លុះខ្សែការពាររបស់អ៊ុយក្រែននៅតំបន់មួយចំនួនហើយបើតាមសេចក្តីរាយការណ៍នៅថ្ងៃនេះឲ្យដឹងថាគឺអ៊ុយក្រែនឥឡូវនេះបញ្ជូនទាហានពិសេសតែម្ដងបាទទាហានឆាត់យងទាហានពិសេសនោះគឺមានការគ្រប់គ្រងពីខាងឧទ្ធម្ភាគចក្រផងដើម្បីជួយទៅទប់ទីក្រុងប៉ុក្រូវនេះដោយសារតែវាជាទីក្រុងយុទ្ធសាស្ត្រមួយបាទប្រសិនបើរុស្ស៊ីវាយកបានទីក្រុងនេះពិតប្រាកដមែនគឺជាគ្រោះថ្នាក់មួយសម្រាប់ដល់តំបន់ផ្សេងទៀតរបស់ខាងអ៊ុយក្រែនផងដែរអញ្ចឹងហើយអ៊ុយក្រែនឥឡូវនេះគឺប្រើប្រាស់កម្លាំងសិទ្ធិទ័ពពិសេសដើម្បីទៅទប់នៅទីនោះបាទនេះគឺជាព័ត៌មានទី2ដែលខ្ញុំរៀបចំជូនប្រិយមិត្តហើយមកដល់ពេល
នេះគឺខ្ញុំសូមឆ្លើយសំណួរបន្តិចដែលប្រិមិត្តម្សិលមិញគឺបានសួរខ្ញុំថាតើមានអ្វីជាយោបល់ទៅដល់ប្រទេសកម្ពុជាបាទប្រទេសកម្ពុជាដែលខ្ញុំនិយាយថាខ្ញុំជពាក់មួយហើយចាំខ្ញុំជូនដំណឹងនៅពេលក្រោយនោះបាទហើយនៅក្នុងអ្វីដែលខ្ញុំត្រៀមនឹងជូនពេលក្រោយនោះគឺមានផ្នែកទៅលើយោធានឹងមួយដែរដែលដោយសារតែជួបរឿងនេះហើយបានខ្ញុំនឹកឃើញក៏ខ្ញុំជម្រាបមកចំណុចមុនទៅហើយទៅបាទមុនទៅហើយទៅគឺអ្វីដែលកម្ពុជាគួរតែបដោតហ្នឹងគឺខ្ញុំសូមដកស្រង់ប្រសាសន៍របស់លោក Robert Gates លោកជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់លោក George Bush បាទ George Bush ហើយគាត់បានបន្តមកកាន់ដល់រដ្ឋបាលរបស់លោក Barack Obama ទៀតបាទគាត់បានន័យថាគាត់ជាគណៈបកសាធារណរដ្ឋប៉ុន្តែគាត់កាន់បន្តចូលមកអាណត្តិលោក Obama ដូចជាបាន2ឆ្នាំមុនពេលដែលលោកអូបាម៉ាដាក់អ្នកថ្មីមកជំនួសរបស់គាត់ហ្នឹងហើយអ្វីដែលខ្ញុំចាំបានតាំងពីអាណត្តិទី1របស់លោកអូបាម៉ាហ្នឹងគឺគាត់ប្រើពេលដែលគាត់ចប់ហ្នឹងគាត់និយាយមក clear ដែលខ្ញុំចាំជារៀងរហូតគាត់ថាអ្នកណាក៏ដោយមេបញ្ជាការក៏ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិក៏ដោយដែលផ្ដល់យោបល់ឲ្យលោកប្រធានាធិបតីឲ្យពង្រឹងកម្លាំងទ័ពតាមរបៀបបុរាណគឺមានន័យថាបង្កើនចំនួនមនុស្សនោះឬក៏ចំនួនតែសពាវុធឲ្យច្រើននោះគួរតែយកខួរក្បាលទៅ scan មើលទៅបើតាមទ្រឹស្ដីរបស់លោក Robert Gates គាត់ថាយោធារបស់សហរដ្ឋអាមេរិកនៅក្នុងយុគសម័យថ្មីនេះត្រូវតែផ្ដោតទៅលើកងកម្លាំង Agile Mobile Force គាត់ប្រាប់ថាកម្លាំងដែលតូចហើយអាចចល័តបានរហ័សហើយនឹងការផ្ដោតទៅលើបច្ចេកវិទ្យាបាទចឹងហើយឃើញឥឡូវនេះសង្គ្រាមនៅពេលគឺតាំងពីជំនាន់លោកអូបាម៉ាគឺ2008 2010ម្លេះណាបាទ2010ម្លេះដែលខ្ញុំដឹងពីទ្រឹស្ដីរបស់គាត់ហ្នឹងអញ្ចឹងខ្ញុំថាអ្វីដែលគួរតែផ្ដោតនៅពេលខាងមុខហ្នឹងគឺខ្ញុំថាខ្ញុំយល់ស្របអ្វីដែលលោក Robert Gates និយាយហ្នឹងគឺឥឡូវយើងឆ្លងតាមរយៈសង្គ្រាមនៅអ៊ុយក្រែនអីហ្នឹងគឺឥឡូវសហរដ្ឋអាមេរិកក៏ផ្ដោតទៅលើបញ្ហាហ្នឹងមែនគឺទៅលើ drone ឬអីហ្នឹងអញ្ចឹងបច្ចេកវិទ្យាសម័យទំនើបថ្មីហ្នឹងគឺយោធានៃប្រទេសនីមួយៗត្រូវតែសម្របខ្លួនទៅតាមការវិវត្តហ្នឹងគឺมันអាចនឹងប្រើតាមរបៀបបុរាណដែលបង្កើនចំនួនបង្កើនអាវុធធ្ងន់ៗទេគឺត្រូវប្រើកម្លាំងដែលពិសេសដែលមានបច្ចេកវិទ្យាទំនើបអានេះខ្ញុំគ្រាន់តែជូនមួយដែលខ្ញុំថាខ្ញុំមានជា package ដែលខ្ញុំនិយាយពេលចប់កម្មវិធីចែករំលែកព័ត៌មានពីរឿងថៃនិងកម្ពុជាហ្នឹងប្រិមិត្តសួរថាតើមានអ្វីជាឲ្យយោបល់អញ្ចឹងទៅលើផ្នែកយោធាហ្នឹងគឺខ្ញុំមានមួយចំណុចហ្នឹងដែរហើយមានចំណុចច្រើនទៀតក៏ប៉ុន្តែក៏មិនមែនតែផ្នែកយោធាតែមួយមុខដែរទៅលើផ្នែកធនធានមនុស្សទៅលើផ្នែកសេដ្ឋកិច្ចហ្នឹងដែលខ្ញុំបានរៀបចំជាកញ្ចប់មួយបាទក៏ដូរប៉ុន្តែមិនមែនអ្វីដែលខ្ញុំនិយាយនឹងត្រូវទេខ្ញុំដកស្រង់ពីអ្វីដែលអ្នកជំនាញនិយាយដូចអ្វីដែលខ្ញុំនិយាយមុននេះហ្នឹងគឺមិនមែនជាគំនិតខ្ញុំទេបាទគំនិតរបស់លោករដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកលោក Robert Gates ជូន credit ទៅគាត់ហើយគាត់បានលើកពាក្យនឹងឡើងតាំងពីឆ្នាំ2010ម្លេះហើយខ្ញុំចាំរហូតមកហើយខ្ញុំយល់ថាត្រឹមត្រូវស្របតាមស្ថានភាពនាពេលបច្ចុប្បន្នរបស់ពិភពលោកនេះបាទហ្នឹងគឺចំណុចមួយណាបាទ